បាទសូមជម្រាបសួរអាយដាមលោកជំទាវអាជីវករអ្នកផលិតទំនិញនៅប្រទេសកម្ពុជាជាទីគោរពនិងជាទីរលឹកខ្ញុំបាទឈ្មោះឡុងវិតាហើយបញ្ចប់បញ្ញាបត្រផ្នែកគ្រប់គ្រងបណ្ដាញភស្តុភារការផ្គត់ផ្គង់និងដឹកជញ្ជូននៅសហរដ្ឋអាមេរិកហ្នឹងដើមឆ្នាំ2025ហ្នឹងអឺនេះគឺជាការបទបង្ហាញមួយស្ដីអំពីការផលិតទំនិញនៅកម្ពុជាហើយចង់នាំចូលមកសហរដ្ឋអាមេរិកវាមិនមែនជាទ្រឹស្ដីទេតែយកមកអនុវត្តផ្ទាល់បានជាពិសេសដើម្បីតម្រូវតាមស្តង់ដារនិងច្បាប់នាំចូលរបស់សហរដ្ឋអាមេរិកអឺដើម្បីឲ្យមានភាពជោគជ័យហើយនឹងឆ្លងកាត់កន្លែងគយត្រួតពិនិត្យនៅតាមព្រំប្រទល់ហ្នឹងឲ្យបានជោគជ័យអឺបទបង្ហាញនេះគឺសម្រាប់តែរោងចក្រអាហារណាអ្នកផលិតទំនិញសម្រាប់មានន័យថាទំនិញហ្នឹងគឺបានផលិតវេចខ្ចប់រួចរាល់សម្រាប់បរិភោគហើយចង់នាំចូលមកប្រទេសអាមេរិកការបង្ហាញនេះនិយាយអំពីជាភាសាខ្មែរតែឯកសារដែលខ្ញុំកំពុងបង្ហាញនេះគឺជាភាសាអង់គ្លេសអញ្ចឹងបងប្អូនដែលអត់ចេះភាសាអង់គ្លេសអាចស្ដាប់ជាភាសាខ្មែរបានប៉ុន្តែបើបងប្អូនចេះភាសាអង់គ្លេសហើយចេះភាសាខ្មែរទៀតគឺនឹងល្អរបស់បងប្អូនដើម្បីអឺយល់ដឹងអំពីការនាំទំនិញពីស្រុកខ្មែរចូលមកប្រទេសអាមេរិកអ្វីដែលខ្ញុំចង់យកមកនិយាយនៅក្នុងបទបង្ហាញនេះគឺពេលបងប្អូនតាមដានចប់ណាស្ដាប់ការបទបង្ហាញរបស់ខ្ញុំចប់អញ្ចឹងបងប្អូនអាចយល់ដឹងអំពីតើធ្វើយ៉ាងម៉េចដើម្បីយកអាហារពីប្រទេសកម្ពុជាហ្នឹងមកចូលក្នុងសហរដ្ឋអាមេរិកឲ្យបានហើយទី2គឺចង់ថាតើធ្វើដូចម្តេចទៅដើម្បីឲ្យយើងហ្នឹងឲ្យចំណីអាហាររបស់បងប្អូនហ្នឹងឬដែលនាំពីស្រុកខ្មែរហ្នឹងអាចយកមកអឺឆ្លងកាត់គយនៅអាមេរិកហ្នឹងបានទៅជោគជ័យហើយនៅទី3មានចង់និយាយថាធ្វើទៅយ៉ាងដូចម្ដេចដើម្បីឲ្យដឹងថារោងចក្ររបស់បងប្អូននៅស្រុកខ្មែរដែលផលិតចំណីអាហារសម្រាប់ហ្នឹងវាមានលក្ខណៈត្រឹមត្រូវរួចរាល់ឬមិនរួចរាល់ដើម្បីនាំទំនិញហ្នឹងចូលមកស្រុកខ្មែរហ្នឹងដែលទៅអត់បាទហើយបើយើងនិយាយទៅដល់ចំណុចនេះគឺចំពោះរោងចក្រផលិតម្ហូបអាហារនៅកម្ពុជាទាំងអស់ត្រូវយល់អំពីFDA និង USDA ចំពោះម្ហូបអាហារវេចខ្ចប់ហ្នឹងណាម្ហូបវេចខ្ចប់នៅស្រុកខ្មែរយើងភាគច្រើនត្រូវឆ្លងកាត់FDA អឺហើយរដ្ឋបាលមើលត្រួតពិនិត្យមើលអាហារនិងថ្នាំសង្កូវណា Food and Drug Administration ហើយមួយទៀតបើសិនណាយើងរោងចក្រផលិតសាច់អីនៅស្រុកខ្មែរចង់យកមកនៅសហរដ្ឋអាមេរិកគឺត្រូវឆ្លងកាត់ភាគច្រើន USDA មានន័យថា United States Department of Agriculture Culture និយាយចំទៅគឺក្រសួងកសិកម្មរបស់អាមេរិកហ្នឹងហើយបើចង់យកផលិតផល organic អីទៀតយើងត្រូវទៅតាមច្បាប់បន្ថែមនឹងតទៀតអញ្ចឹងបងប្អូនត្រូវសិក្សាអំពីនឹងឲ្យបានច្បាស់ដើម្បីឲ្យដឹងថាផលិតផលរបស់យើងហ្នឹងនាំចូលស្រុកអាមេរិកបានឬមិនបានបាទនៅក្នុងបទបង្ហាញនេះគឺសំខាន់ណាខ្ញុំនិយាយសំខាន់មាន3ចំណុចដែលបងប្អូនគួរត្រូវយកចិត្តទុកដាក់ចងចាំ3ចំណុចហ្នឹងហើយមនុស្សភាគច្រើនឬបងប្អូនដែលចង់នាំទំនិញពីស្រុកខ្មែរចូលមកអាមេរិកភាគច្រើនមិនសូវយល់លេខហ្នឹងសំខាន់គឺអ្នកនាំចូលហ្នឹងគឺអ្នកដែលមាន
ជាជនជាតិអាមេរិកាំងហ្នឹងហើយត្រូវទទួលខុសត្រូវជាផ្លូវច្បាប់លើទំនិញនាំចូលហ្នឹងមិនមែនជាអ្នកបញ្ជូនទំនិញពីស្រុកខ្មែរមកអាមេរិកទទួលខុសត្រូវគឺអ្នកនៅក្នុងស្រុកអាមេរិកហ្នឹងមកដូច្នេះអ្នកនាំចូលហ្នឹងឬអ្នកសម្របសម្រួលហ្នឹងអ្នកនាំចូលឬមួយទៀតអង់គ្លេសគេហៅទៀត broker importer ឬ broker ហ្នឹងត្រូវតែបញ្ជាក់អំពីក្រុមហ៊ុនផ្គត់ផ្គង់ចំណីអាហារនៅស្រុកខ្មែរហ្នឹងឲ្យបានច្បាស់លាស់ណាត្រូវបានច្បាស់លាស់ដើម្បីកុំឲ្យមានទំនិញមកដល់ស្រុកអាមេរិកមានបញ្ហាហើយអាប្រព័ន្ធមួយហ្នឹងគេហៅថាប្រព័ន្ធអឺ FSVP ណាគេហៅហ្នឹងគឺជាប្រព័ន្ធបញ្ជាក់ក្រុមហ៊ុនផ្គត់ផ្គង់ជនបរទេសមានន័យអញ្ចឹងណាអាហ្នឹងគឺត្រូវការមកឲ្យដឹងច្បាស់អានឹងឯកសារអស់ហ្នឹងបាទឥឡូវយើងដាក់ចោតសួរសំណួរមួយតើអ្វីទៅដែលហៅថា FSVP ណាអាហ្នឹងយើងសេសកាត់តែបងប្អូនគេប្រើ FSVP ហ្នឹងគឺពេលយើងហត់ការហត់អីទៅយើងនឹងឃើញអាពាក្យហ្នឹងញឹកញាប់ហើយអញ្ចឹងគឺជាភ័ស្តុតាង FVP ហ្នឹងគេកម្មគេហៅភ័ស្តុតាងកម្មវិធីបញ្ជាក់ក្រុមហ៊ុនផ្គត់ផ្គង់ជនបរទេសភាសាអង់គ្លេសពេញគេហៅ Foreign Supplier Verification Program នឹងជាភ័ស្តុតាងដើម្បីបញ្ជាក់អីខ្លះទី1បញ្ជាក់ដើម្បីថាចំណីអាហារណាចំណីអាហារហ្នឹងគឺមានសុវត្ថិភាពមកដល់អាមេរិកអត់មានធ្វើឲ្យជនជាតិអ្នកប្រើប្រាស់នៅអាមេរិកហ្នឹងទទួលគ្រោះថ្នាក់ដោយសារចំណីអាហារហ្នឹងទេទី2រោងចក្រដែលនៅស្រុកខ្មែរហ្នឹងត្រូវគ្រប់គ្រងអំពីហានិភ័យផ្សេងៗតែពាក់ព័ន្ធនឹងចំណីអាហារហ្នឹងហើយអាហ្នឹងកម្មវិធីហ្នឹងទី3ផលិតផលដែលផលិតនៅស្រុកខ្មែរហ្នឹងឬស្រុកក្នុងប្រទេសកម្ពុជាត្រូវតែបំពេញទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិកអាហ្នឹងគឺជាគេហៅថា FSVP បាទហើយនៅក្នុងបទបង្ហាញនៅលើមួយនេះគឺរឹតតែសំខាន់តម្រូវការផ្លូវច្បាប់ដំបូងគេបំផុតដែលពេលយើងមុនយកទំនិញអឺពីស្រុកខ្មែរទំនិញផលិតនៅស្រុកខ្មែរហ្នឹងមកចូលដល់សហរដ្ឋអាមេរិកគឺទី1រោងចក្រហ្នឹងត្រូវតែយកមកចុះឈ្មោះជាមួយ FDA អញ្ចឹងយើងមិនអាចនាំទំនិញចូលអាមេរិកឆៅមកបានទេមុនយើងនាំចូលមកយើងត្រូវកំណត់អត្តសញ្ញាណរោងចក្រហ្នឹងឈ្មោះអីគេអីហ្នឹងឯកសារត្រឹមត្រូវហ្នឹងហើយយកឈ្មោះរោងចក្ររោងអីហ្នឹងតាំងពីម្ចាស់រោងចក្រអីហ្នឹងអស់យកមកចុះក្នុងបញ្ជីនៅជាមួយ FDA បាទហ្នឹងទី1ហើយយើងត្រូវធ្វើឲ្យបានមុនយកទំនិញដឹកទំនិញពីស្រុកខ្មែរហ្នឹងមកដល់សហរដ្ឋអាមេរិកបងប្អូនដឹកនាំមកចូលអត់មានចុះឈ្មោះអីទេទំនិញបងប្អូនដឹកមកគឺដូចយកមកចាក់ចោលនៅកន្លែងផែរបស់អាមេរិកផែសមុទ្ររបស់អាមេរិកចឹងជួនកាលគេឲ្យបង់ប្រាក់បន្ថែមលើនឹងទៀតផងហ្នឹងហើយតម្រូវការចុះឈ្មោះចុះបញ្ជីនេះគឺគេឲ្យយើងធ្វើរយៈជារៀង2ឆ្នាំម្ដងណា2ឆ្នាំម្ដងយើងទៅចុះឈ្មោះចាថាយើងនៅតែបើសិនណាយើងនៅតែប្រើរោងចក្រឈ្មោះនឹងដដែលនាំចំណេញនឹងចូលស្រុកអាមេរិកទេយើងចុះឈ្មោះហ្នឹងប៉ុន្តែបើយើងប្រើរោងចក្រថ្មីមួយទៀតយើងក៏នៅចុះឈ្មោះយើងធ្វើជារៀង2ឆ្នាំម្ដងហ្នឹងហើយបាទចំណុចហ្នឹងបាទហើយបន្តមកទៀតខ្ញុំនឹងនិយាយអំពីប្រព័ន្ធសុវត្ថិភាពចំណីអាហារដែលសហរដ្ឋអាមេរិកដែលគេរំពឹងថាចង់បាននៅពេលយើងទំនិញយើងមកនាំចូលមកដល់សហរដ្ឋអាមេរិកសំខាន់ទី1គឺមួយទៀតគឺឯកសារពាក់ព័ន្ធទៅនឹងរោងចក្រនៅក្នុងរោងចក្ររបស់យើងនឹងតើមានអនាម័យប៉ុណ្ណាដែលក្នុងនោះគេហៅថា GMP ណា Good Management Practice ហ្នឹងអញ្ចឹងកន្លែងនេះសំខាន់នៅអាមេរិកកន្លែងគេមានកន្លែង
ឧទាហរណ៍គេមានកន្លែងបុគ្គលិកគេលាងដៃគេមានកន្លែងកៅអៅ uniform គេពាក់កុំឲ្យមានសក់មានអីធ្លាក់ចូលក្នុងចំណីអាហារចឹងឧទាហរណ៍នេះឧទាហរណ៍ស្ដាប់ទេហើយទី2គឺនីតិវិធីណាតាក់ទងសុវត្ថិភាពចំណីអាហារគឺឯកសារសំខាន់តើរោងចក្ររបស់យើងនឹងមានឯកសារបញ្ជាក់អស់នឹងដែរអត់ណាកំណត់ពីអស់នឹងដែរអត់ហើយទី3ពីការគ្រប់គ្រង allergen ពីចំណីអាហារដែលវាអាចធ្វើឲ្យមានអាឡែហ្ស៊ីណាអាឡែហ្ស៊ីដល់ការញ៉ាំអ្នកខ្លះញ៉ាំទៅវាអាឡែហ្ស៊ីគេគ្រោះថ្នាក់អីចឹងដើម្បីយើងត្រូវមានសរសេរលើនឹងដែរ allergen ហើយបន្ទាប់មកចុងក្រោយហ្នឹងគឺត្រូវតាវាមានឯកសារខ្លះដែលយើងពេលមានបញ្ហាទៅគេអាចតាមដានឯកសារហ្នឹងត្រឡប់ទៅវិញឬមួយទំនិញហ្នឹងខូចខាតឬមួយទំនិញហ្នឹងមានបញ្ហាវិញអញ្ចឹងគេឲ្យយើង recall ឲ្យគេយើងនឹងយកត្រឡប់ទៅវិញអាហ្នឹងហើយយើងត្រូវយល់ពីគេហៅថាប្រព័ន្ធសុវត្ថិភាពចំណីអាហារបាទនៅក្នុងចំណុចនេះគឺខ្ញុំនិយាយអំពីការវេចខ្ចប់ផលិតផលហ្នឹងវាមានច្រើនអ្នកខ្លះគេវេចខ្ចប់ដោយដាក់ទាំងកែវដាក់ទាំងដបអីចឹងទៅណាដាក់កំប៉ុងយ៉ាងណានឹងហៅចំណេញវេចខ្ចប់ហើយអ្នកខ្លះដាក់ដោយកញ្ចប់ណាធ្វើដោយកញ្ចប់ណាទឹកទឹកពីប្រភេទទឹកប្រភេទសាច់អីចឹងណាគេធ្វើអាហ្នឹងឬមួយខ្ចប់តំណែងវេចខ្ចប់ផ្នែកដូចជាត្រសក់ជ្រក់អីចឹងទៅអាហ្នឹងជាដើមអឺអញ្ចឹងអាហ្នឹងគេហៅថាផលិតផលពិសេសអញ្ចឹងក្នុងហ្នឹងយើងត្រូវមានបញ្ជាក់ឲ្យបានច្បាស់ជាងនឹងទៅទៀតជាពិសេសពាក់ព័ន្ធទៅនឹងការបិទផ្លាក label ជាភាសាអង់គ្លេសហ្នឹងណាហើយទី2ត្រូវសរសេរអំពីសារធាតុ ingredient ហ្នឹងដាក់ឲ្យបានត្រឹមត្រូវហើយនឹងត្រូវប្រកាសប្រាប់គេថាមានរសជាតិមានសារធាតុអីខ្លះដែលពាក់ព័ន្ធទៅនឹងallergy ឲ្យគេដឹងហ្នឹងហើយ nutrition fact ណាព័ត៌មានពាក់ព័ន្ធនឹងអាហារបំប៉នអីជាដើមចឹងទៅណាអាហ្នឹងគឺត្រូវតែបញ្ជាក់ឲ្យគេបានយើងធ្វើឲ្យគេបានច្បាស់ហ្នឹងនិយាយចំការធ្វើ labeling ហ្នឹងការបិទខ្មែរយើងហៅថាបិទ label បិទនៅលើទំនិញរបស់យើងណាផ្លាកសញ្ញានៅលើមុខទំនិញរបស់យើងហ្នឹងគឺធ្វើអញ្ចឹងដើម្បីកុំឲ្យការនាំចូលហ្នឹងមានការបរាជ័យហើយធ្វើ labeling គេធ្វើជាតែភាសាអង់គ្លេសធ្វើតែអត់ labeling តែដាក់ភាសា2អាចទាំងមាននៅអត់មាននៅ label ឬមួយក៏ធ្វើជាភាសា2អាចនឹងធ្វើឲ្យមានការបដិសេធមិនឲ្យនាំចូលនៅកន្លែងផែនៅកន្លែងគោយនៅអីចឹងទៅអញ្ចឹងការបិទផ្លាក labeling ហ្នឹងគឺត្រូវធ្វើហ្នឹងគឺត្រូវដាក់ឈ្មោះផលិតផលដាក់ទម្ងន់ឬមួយសារធាតុនៅក្នុងហ្នឹងឬមួយទៀតមិនឬមួយក៏ហើយនឹងអឺសារធាតុធ្វើឲ្យ allergy ហ្នឹងហើយទម្ងន់សរុបហ្នឹងណាហើយឈ្មោះក្រុមហ៊ុនទទួលខុសត្រូវជាដើមចឹងទៅហើយនឹងព័ត៌មានពាក់ព័ន្ធនឹងអាហារបំពន់ផ្សេងនៅក្នុងរសជាតិអាហារបំពន់ផ្សេងនៅក្នុងហ្នឹងអាហ្នឹងគេហៅនេះបទបង្ហាញគឺពាក់ព័ន្ធនឹង labeling គឺសំខាន់ជាងគេណាតែអត់មានអាហ្នឹងយើងធ្វើអីទៅតែប្រមាណគឺបរាជ័យទាំងអស់ហើយមួយទៀតគឺពាក់ព័ន្ធទៅនឹងការជូនដំណឹងឲ្យដឹងមុនអាហ្នឹងគឺតម្រូវការចាំបាច់មុនតំណែងមកដល់មុនតំណែងមកដល់ហ្នឹងណាមុនតំណែងដឹកចេញមកដល់គឺជូនដំណឹងអញ្ចឹងជូនដំណឹងហ្នឹងគឺត្រូវមានជូនដំណឹងហ្នឹងគឺជូនដំណឹងទៅឲ្យខាងផ្នែកគយដឹងបានទុកជាមុនសិនបន្ទាប់មកអ្នកសម្របសម្រួលឬមួយអ្នកនាំចូលទំនិញហ្នឹងនៅសហរដ្ឋអាមេរិកនឹងត្រូវតែឲ្យឯកសារផ្សេងទាំងឡាយផ្សេងដែលតាក់ទងការនាំចូលមកហ្នឹងអូខេបើអត់មានទាំងអស់ឯកសារអីជូនដំណឹងគេឲ្យបានដឹងមុនទេអញ្ចឹងគឺមកដល់នេះអត់មានចូលបាននៅទំនិញរបស់យើងហ្នឹងគឺទទួលបានអញ្ចឹង
ការជូនដំណឹងជាមុននេះសំខាន់ហើយអានេះការជូនដំណឹងនេះគឺជាតួនាទីរបស់broker ឬ importer អ្នកសម្របសម្រួលឬអ្នកឈ្មោះអ្នកកណ្ដាលឈ្មោះកណ្ដាលរត់ការហ្នឹងអ្នករត់ការហ្នឹងខ្មែរយើងធ្វើអាហ្នឹងដើម្បីជូនដំណឹងទៅដល់ខាងអឺអឺរដ្ឋអំណាចគេក៏គេនឹងឲ្យគេបានដឹងជាមុនផងឬមួយនឹង FDA នឹងឲ្យគេដឹងមុនផងបាទនៅក្នុងបទបង្ហាញមួយនេះគឺខ្ញុំចង់និយាយរវាងbroker អ្នករត់ការនៅសហរដ្ឋអាមេរិកនិងក្រុមហ៊ុនផ្គត់ផ្គង់ដែលឬមួយរោងចក្រដែលនៅស្រុកខ្មែរហ្នឹងត្រូវតែមានភាពជាដៃគូនឹងគ្នាណាត្រូវមានភាពស្មោះត្រង់នឹងគ្នាហើយត្រូវអត់មានអីលាក់លៀមគ្នាទេត្រូវបង្ហាញឲ្យគ្នាដឹងទៅវិញទៅមកដើម្បីឲ្យមានភាពទុកចិត្តគ្នាទៅវិញទៅមកអញ្ចឹងដូចជាករណី invoice ណាវិក័យប័ត្រដូចជាករណីកិច្ចpacking list list នឹង code HST code value តម្លៃណាលេខbarcode អីហ្នឹងនិងប្រទេសដឹកចេញពីប្រទេសកម្ពុជាមែនដែរឬមិនដែរណាយើងអ្នកផ្គត់ផ្គង់ត្រូវតែស្មោះត្រង់ជាមួយអ្នកនាំទំនិញនៅស្រុកអាមេរិកចឹងតែមិនចឹងទេតែយើងមានដៃគូខាងណាមួយមិនស្មោះត្រង់អញ្ចឹងមានបញ្ហាហើយអញ្ចឹងការនាំចូលទំនិញពីស្រុកខ្មែររបស់យើងចូលមកស្រុកអាមេរិកហ្នឹងគឺបរាជ័យហើយគេលែងទុកចិត្តដល់ប្រទេសខ្មែរយើងទៀតហ្នឹងហើយបាទមកដល់ចំណុចនេះគឺចង់និយាយអំពីតើធ្វើម៉េចទៅបានសហរដ្ឋអាមេរិកអាចសម្រេចចិត្តថាត្រូវតែត្រួតពិនិត្យណា inspect ណាធ្វើអត្តការកិច្ចឬមួយក៏បង្ខាំងទំនិញរបស់យើងធ្វើមិនដឹងមុនអញ្ចឹងគេធ្វើការត្រួតពិនិត្យអឺដោយចន្លោះគេហៅ random spot check ហ្នឹងគេធ្វើហ្នឹងហើយម្យ៉ាងទៀតគេអាចថាជាតំណែងហ្នឹងគេអាចដឹងមុនគេមានពីណាគេជូនដំណឹងថាកុំឲ្យយើងមានបញ្ហាពីមុនគេដឹងអស់ហ្នឹងណាទី2គេអាចដឹងថារោងចក្ររបស់យើងនឹងមានបញ្ហាពាក់ព័ន្ធនឹងការផលិតកម្មនឹងមានការរាយការណ៍មកដល់សហរដ្ឋអាមេរិកចឹងគេមានបណ្ដាញគេនឹងដឹងទាំងអស់ហ្នឹងហើយចំណែកខាង UFDA ហ្នឹងគេពិនិត្យមើលគេពិនិត្យមើលទៅលើភាពត្រឹមត្រូវណានៃការធ្វើ label ហ្នឹងហានិភ័យនៃផលិតផលរបស់ហ្នឹងហើយនិងប្រវត្តិនៃរោងចក្រហ្នឹងគេនឹងត្រួតមើលរោងចក្រតើមានបញ្ហាខ្លះទីបន្ទាប់មកចុងក្រោយគេនឹងស្វែងយល់អំពីបទពិសោធន៍ broker importer បានបទពិសោធន៍អ្នករត់ការនៅសហរដ្ឋអាមេរិកហ្នឹងមានបទពិសោធន៍ដល់កម្រិតណាហ្នឹងឯងតែមានបទពិសោធន៍នៅមានកម្រិតអញ្ចឹងក៏គេមានភាពសង្ស័យជួនកាលគេអាចត្រួតមើលអស់ហ្នឹងដែរបាទបន្តមកទៀតខ្ញុំនឹងនិយាយថាតើរោងចក្រនៅស្រុកខ្មែរដែលយើងយកមកចុះឈ្មោះនៅសហរដ្ឋអាមេរិកហ្នឹងធ្វើម៉េចទៅបានយើងដឹងថារោងចក្រហ្នឹងវាអាចជោគជ័យក្នុងការនាំទំនិញពីស្រុកខ្មែរហ្នឹងមកដល់អាមេរិកអញ្ចឹងវាមាន3ដំណាក់កាលណាទី1មិនមែន certificate ទេអ្នកខ្លះគាត់និយាយអំពី certificate ត្រូវរោងចក្រត្រូវមាន certificate មែនទេណាគឺសំខាន់គឺគេត្រួតពិនិត្យមើលសិនតើមានហានិភ័យទេអត់ជាពិសេសរោងចក្ររបស់យើងហ្នឹងមានកាតព្វកិច្ចឬមានស្របច្បាប់អីអ្វីអត់ណាមានចុះឈ្មោះចុះបញ្ជីអីត្រឹមត្រូវមានបង់ពន្ធអីត្រឹមត្រូវអីលក្ខណៈស្របច្បាប់ហ្នឹងហើយគេនឹងធ្វើការបញ្ជាក់អំពីអឺឈ្មោះអ្នករត់ការនៅសហរដ្ឋអាមេរិកនេះ importer ណានិងឬមួយ broker importer នៅនេះហើយទី3យើងគេនឹងមើលទៅលើប្រវត្តិនៃការឆ្លងកាត់ផែគយនៅសហរដ្ឋអាមេរិកតើវាមានបញ្ហាដែរអត់ហ្នឹងហើយមួយទៀតគឺយើងត្រូវបើហ្នឹងជាជំរឿសទេមិនត្រូវតែកាតព្វកិច្ចទេប៉ុន្តែជាត្រូវធ្វើហ្នឹងគឺវិញ្ញាបនបត្រសម្រាប់អ្នកទិញ buyer certification ត្រូវមាននៅហ្នឹងដែរប៉ុន្តែក្នុងនេះគេថាដាក់ឲ្យជាជំរឿសណាតាមនេះអញ្ចឹងពេលណាយើងមានបំពេញតាមដំណាក់កាលទាំង4នឹងបានត្រឹមត្រូវហើយអាហ្នឹងយើងភាគច្រើនរោងចក្រយើងថាអូ
ប្រហែលជាប្រហែលនឹងនាំសម្លេងចូលមកសហរដ្ឋអាមេរិកហ្នឹងអាចបានជោគជ័យហើយបាទហើយចំណុចចុងបញ្ចប់បងអានៅទីបងប្អូនទីទៀតចប់ហើយក្នុងពេលយើងនេះរៀងវែងបន្តិចព្រោះអានេះវាសំខាន់ក្នុងការបទបង្ហាញនេះមួយទៀតគឺពាក់ព័ន្ធទៅនឹងការត្រៀមលក្ខណៈទុកជាមុនថាតើរោងចក្របងប្អូនហ្នឹងអាចនឹងរួចរាល់បំពេញលក្ខខណ្ឌគេអស់ហើយនៅអញ្ចឹងមានសំណួរខ្លះយើងត្រូវតែឆ្លើយឲ្យបានទាំងអស់កុំឲ្យមានសំណួរនឹងណាឆ្លើយថា no ត្រូវ yes ទាំងអស់សំណួរទី1គឺយើងសួរថាតើអឺរោងចក្ររបស់យើងនឹងបានចុះឈ្មោះជាមួយនឹង FDA ហើយនៅអញ្ចឹងយើងត្រូវ yes បើអត់ yes ទេអានឹងបញ្ហាបាត់ហើយមិនយកនាំចូលមកទេផលិតផលរបស់យើងនឹងត្រូវបានអឺដាក់ទៅតាមប្រភេទនេះមួយប្រភេទរបស់វាបានត្រឹមត្រូវហើយនៅអានឹងទី2មិនត្រូវ yes បើថាអត់ no អានឹងមិននាំចូលមកទេទី2តើយើងបានកំណត់importer នៅសហរដ្ឋអាមេរិកនៅអ្នករត់ការនៅសហរដ្ឋអាមេរិកហើយនៅbroker ឬ importer នៅសហរដ្ឋអាមេរិកនេះហើយនៅអូខេហ្នឹងហើយខ្ញុំអត់ទាន់ឧទាហរណ៍ព្រោះឧទាហរណ៍វែងទៀតហើយហ្នឹងត្រូវ yes ដែរបើអត់តន់ធ្វើទេកុំយកតំណែងពីស្រុកខ្មែរចូលមកអីទី3តើឯកសារពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារហ្នឹងដែលយើងរោងចក្រកន្លងមកដែលយើងធ្វើតើយើងមានឯកសារអីត្រឹមត្រូវរក្សាទុកណាចម្លងទុកដើម្បីជាភស្តុតាងឲ្យអត់បើអត់ទេអាហ្នឹងមានតែត្រូវឆ្លើយ yes អាហ្នឹងទី3យើងត្រូវមានlabel ណាសម្រាប់គេតវ៉ាផ្សេងណានៅសហរដ្ឋអាមេរិកតើយើងមានប៉ុណ្្នឹងហើយនៅទីចុងមកក្រោយអាហ្នឹងត្រូវនិយាយ yes ដែរណាទីចុងក្រោយអស់ត្រូវមានដាក់ថ្ងៃខែ expire ឬ expire ថ្ងៃកំណត់ expire ថ្ងៃប្រើប្រាស់ហ្នឹងយ៉ាងនិយាយចឹងឬអាចព័ត៌មានពាក់ព័ន្ធទៅនឹងបើសិនណាមានបញ្ហាសម្រាប់វិញយើងត្រូវយកទំនិញយើងត្រឡប់ទៅវិញតើមានអីអស់ហ្នឹងកាលណាយើងឆ្លើយសំណួរទាំងអស់ហ្នឹងបាន yes ហើយអាហ្នឹងបានថាក្រុមហ៊ុនរបស់យើងហ្នឹងគឺមានលក្ខណៈត្រៀមលក្ខណៈរួចរាល់នឹងនាំផលិតផលចូលមកសហរដ្ឋអាមេរិកហើយហ្នឹងចំណុចនេះសំខាន់បាទចំណុចនេះសំខាន់ខ្ញុំទទួលព័ត៌មានពីកម្ពុជាមកវិញជាពិសេសអ្នកដែលចង់នាំទំនិញចូលមកស្រុកអាមេរិកនេះជាពិសេសការតាំងនៅក្នុងស្រុកខ្មែរក៏ចឹងដែរគេថាអូធ្វើ certificate សម្រាប់ទំនិញយើងដែលយើងត្រូវចុះឈ្មោះរោងចក្រដែលត្រូវចុះឈ្មោះជាមួយនឹង FDA ហ្នឹងតាមពិតអត់ត្រូវការជា certificate ទេណាcertificate ជាពិសេសគឺគេត្រូវការសម្រាប់ក្រុមហ៊ុនអឺទំនិញអ្នកទិញធំហ្នឹងហើយហើយដែលមានទំហំធំដើម្បីអនុញ្ញាតឲ្យចូលមកដល់សហរដ្ឋអាមេរិកប៉ុន្តែទោះបីយ៉ាងណាក៏ដោយហើយយើងក៏ត្រូវភាសាជាមួយនឹងអ្នកសម្របសម្រួលនៅសហរដ្ឋអាមេរិកសិន importer ឬ broker ទៅសម្រាប់ភាសាមួយគាត់ឲ្យបានសិនតើគួរតែធ្វើឬមិនធ្វើចំពោះរោងចក្រដែលចង់នាំទំនិញប្រភេទហ្នឹងចូលមកក្នុងសហរដ្ឋអាមេរិកហ្នឹងហើយសំខាន់ហើយហ្នឹងប៉ុន្តែចង់និយាយម្ដងទៀតការ certificate អីហ្នឹងគឺមិនចាំបាច់ទេនៅពេលទំនិញយើងនាំមកដល់ពេលរោងចក្ររបស់យើងចុះឈ្មោះជាមួយនឹង FDA បាទឥឡូវនេះក្នុងចំណុចនេះខ្ញុំចង់និយាយអំពីសមាគមចំណីអាហារម្ដងព្រោះថានៅក្នុងស្រុកខ្មែរយើងវាមានសមាគមចំណីអាហារអញ្ចឹងគាត់មានទូនាទីធ្វើខ្លះដើម្បីជួយដល់ពួកដល់ម្ចាស់រោងចក្រនៅក្នុងស្រុកខ្មែរយើងនឹងទី1គាត់ត្រូវមើល scan មើលជ្រើសរើសមើលតើរោងចក្រណាដែលអាចមានលក្ខណៈរួចរាល់ដើម្បីបំពេញលក្ខខណ្ឌនៅសហរដ្ឋអាមេរិកណាយើងត្រូវមានបង្កើតនៅ checklist standardize មួយ checklist ហ្នឹងខ្ញុំឲ្យនៅចុង slide ហ្នឹងបងប្អូននឹងឃើញហ្នឹងដើម្បីបញ្ជាក់ថាតើប្រហែលជាអាចដឹកទំនិញនឹងចូលមកលក់នៅស្រុកខ្មែរបានអត់នៅការពារយើងត្រូវមានលក្ខណៈការពារក្នុងករណីដែលយើងដឹកទំនិញមកមិនបានជោគជ័យដែលយើងគួរធ្វើដំណេចហ្នឹងសមាគមដែលត្រូវធ្វើនៅស្រុកខ្មែរយើងត្រូវមានខ្ញុំមិនដឹងថាសមាគមចំណីអាហារនៅស្រុកខ្មែរមានដែរទេខ្ញុំដឹងប៉ុន្តែខ្ញុំដឹងថាស្រុកខ្មែរមានសមាគម
គ្រាប់ស្វាយចន្ទីអាហ្នឹងគឺតម្រូវ specific បញ្ជាក់ទៅលើគ្រាប់ស្វាយចន្ទីប៉ុន្តែគឺសមាគមចំណីអាហារហ្នឹងគឺខ្ញុំមិនដឹងថាមានអត់ទេដល់បច្ចុប្បន្នហ្នឹងទី2ហើយបន្តមកទៀតហ្នឹងគឺសំខាន់ការពារនៅកិត្តិយសចំណីអាហារនៅស្រុកខ្មែរយើងហ្នឹងបើសិនណាយើងរោងចក្រនឹងនាំមកចូលហើយជោគជ័យអញ្ចឹងកុំឲ្យមានបញ្ហាថ្ងៃអនាគតថាអូរកតំណែងមកពីស្រុកខ្មែរយើងហ្នឹងមានបញ្ហាអញ្ចឹងសមាគមចំណីអាហារសំខាន់ណាស់ក្នុងការការពារនៅកិត្តិយសអស់ហ្នឹងខ្ញុំអត់ដឹងទេណាខ្ញុំអត់ដឹងនៅគ្រាន់ slide មួយនេះខ្ញុំចង់និយាយសំដៅទៅនៅអ្នកសមាគមចំណីអាហារបាទឥឡូវនេះឈានចូលមកដល់ចុងបញ្ចប់ហើយបងប្អូនហើយចុងបញ្ចប់នេះគឺខ្ញុំសូមដាក់នៅតារាង checklist មួយឲ្យបងប្អូននឹង checklist មើលទៅ check មើលតើមានបងប្អូនមានលក្ខណៈអស់ហើយនៅអាហ្នឹងដូចឆ្លើយសំណួរឆ្លើយខ្លួនឯងចឹងជាពិសេសបងប្អូនដែលមានរោងចក្រណែវិចខ្ចប់ចំណីអាហារហើយមានគោលបំណងចង់នាំយកទំនិញនឹងចូលសហរដ្ឋអាមេរិកបងប្អូនឲ្យ check មើលអស់ហ្នឹងសិនណាហ្នឹងហើយខ្ញុំសូមអរគុណដែរដែលបងប្អូនបានតាមដានរយៈពេលវែងណាហើយខ្ញុំគិតថានេះគឺជាចំណេះដឹងមួយថ្មីខ្ញុំមិនដែលទាន់តែជួបប្រទះឃើញអ្នកណាគេបានធ្វើការបត់បង្ហាញបែបហ្នឹងជាភាសាខ្មែរជូនដល់បងប្អូនអាជីវករឬម្ចាស់អាជីវកម្មផលិតផលវិចខ្ចប់ណាអញ្ចឹងទេអញ្ចឹងខ្ញុំគិតថាបើសិនតែមានក៏មិនដូចខ្ញុំធ្វើដែរបាទអញ្ចឹងសូមអរគុណនិងសូមជម្រាបលាដែលបងប្អូនបានចំណាយពេលដ៏មានតម្លៃតាមដាននៅការបត់បង្ហាញរបស់ខ្ញុំនេះដែលមានរយៈពេលរហូតជិតដល់27នាទីបាទអរគុណច្រើននិងសូមជម្រាបលាជូនពរបងប្អូនបានសេចក្តីសុខសប្បាយរកស៊ីមានបានកាក់កបទាំងអស់គ្នាមានបញ្ហាហើយបងប្អូនអាចសាកសួរខ្ញុំតាមនឹងបាទអរគុណច្រើន